ตาบองปอนយើងមកមើលបងប្រុសម្នាក់នេះគាត់ធ្វើសម្លេងហៅសត្វចាបបាទឮសម្លេងបងប្អូនលឺអត់ឮសម្លេងចាបឆ្លើយឆ្លងមួយគាត់អត់បាទគាត់ចេះធ្វើសម្លេងចាបហើយឆ្លើយឆ្លងជាមួយសត្វចាបណ៎បាទនៅពេលដែលគាត់ធ្វើទៅសត្វចាប់យំឆ្លើយឆ្លងមកគាត់មកវិញតែយើងអត់ដឹងគាត់និយាយពីអីតែគាត់ចេះស្ដាប់ភាសាសត្វចឹងណាបងប្អូនហើយគាត់អាចធ្វើសម្លេងឆ្លើយឆ្លងមួយចាប់បានណ៎សត្វចាប់នៅខាងលើបងប្អូនមើលឃើញសត្វចាប់ខាងលើហើយគាត់ធ្វើសម្លេងឆ្លើយឆ្លងនិយាយគ្នាជាមួយចាប់យើងអត់ដឹងថាភាសាហ្នឹងភាសាអីតែគាត់អាចយល់ដឹងចឹងណាគាត់អាចធ្វើសម្លេងឆ្លើយឆ្លងបាន